ta là dương châu đó xảy rừng tìm muối dùng mình nhà là ban tu sna cảประกวด Europa League final game ในទីក្រុង Bilbao ប្រទេសអេស្ប៉ាញហើយការប្រកួតយុគមិញមែនតែនទៅដោយពូបងធ្វើវីដេអូមុននឹងតាំងពីការប្រកួតមកថាវាគ្មានអីអាចបញ្ឈប់ Spurs នៅក្នុងការឈ្នះពាន Europa League ប៉ះជាមួយនឹង Manchester United ទេមែនការពិតមែនតែនទៅគឺការពិតបានលាតត្រដាងហើយបានបញ្ជាក់ប្រាប់ឲ្យថា Spurs គឺជាម្ចាស់ជើងឯក Europa League 2025ដែលត្រូវជួបគ្នាជាមួយនឹងក្រុមបិសាចក្រហមហើយជាក្លឹបដែលរួមលឹកដូចគ្នាទៀតដំណើរការប្រកួតយុគមិញ Spurs រកបានតែមួយគ្រាប់គត់និយាយមែនតើទៅគឺជាគ្រាប់បាល់សំណាងមកដែល Spurs យកជ័យជំនះទៅលើក្រុមបាល់ទាត់ Manchester United ហើយការប្រកួតបើយើងមើលពីប្រវត្តិជួបគ្នា5លើកចុងក្រោយ Man U អត់ដែលឈ្នះ Spurs ទាល់តែសោះហ្មងអញ្ចឹងបានពូទុះទេនិយាយទៅមកផ្ទះនេះមានតែពូមួយគត់ដែលយក Spurs ខ្ញុំណែអូអាម៉ងមួយទៀតមានតែពូពីរនាក់ខុសពីនោះ Man U ខុសពីនោះ Man U ទាំងអស់អាសៃអាឆាន់នុនអាកូនអាសៃអាសវណ្ណរិទ្ធអាថាយពូភ្លាវគេងប់ងល់ជាងគេហ្មងពូភ្លាវពូភ្លាវគេធ្វើវីដេអូគេបានន័យថាគេលើកទឹកចិត្តគេនេះគេរំពឹងខ្ពស់សម្រាប់ការលើកពាន Europa League ជាមួយនឹងក្រុម Manchester តែមានណាចុងក្រោយស្ពៃរបស់ Spurs ជាមួយនឹងក្រុម Manchester United ចឹងបានថាគេមិនជឿទេគេមិនជឿថា Spurs អាចនឹងធ្វើឲ្យមានរឿងនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់បានអត់ដែលជឿទាល់តែសោះតែ Spurs ធ្វើបានហ្នឹងនេះគឺជាការឈ្នះពានបានន័យថាក្រោយរយៈពេលប្រហែលដូចជា41ឆ្នាំហើយដែល Spurs មិនដែលឈ្នះពាន Europa League ពលបានន័យថា Club Spurs នេះឈ្នះតាំងពីសម័យសង្គ្រាមលោកលើកទី1មកម្លេះលើកទី2វាខកខានការលើកពាននេះវា41ឆ្នាំមកបើយើងរាប់ដល់ឆ្នាំ2025នេះអញ្ចឹងអាចនិយាយបានថាក្រោមការដឹកនាំរបស់លោក Postecoglou គាត់បានធ្វើឲ្យកំណត់ត្រាថ្មីគាត់ធ្វើឲ្យមាននៅជ័យជំនះដល់ទៅចាស់ទៅចង់ឲ្យ Spurs ឈ្នះនៅក្នុងការប្រកួត Final Game គឺពានរង្វាន់ Europa League ជាមួយនឹងក្រុមបាល់ទាត់ Manchester United បើពានទាំងអស់ហ្នឹង17ឆ្នាំនិយាយមែនតើទៅ Spurs នេះអាចនិយាយថាដូចត្រូវបដាសាអញ្ចឹងនៅ Premier League សម្រាប់ Spurs គឺធម្មតាមកលេងបានដូចគេដូចឯងអញ្ចឹងมันអាក្រក់ពេកហើយมันល្អពេកដែរធ្លាប់ឡើងទៅកម្មវិធីធំ2លើកណា Final Game ប៉ះ Liverpool ចាញ់ Liverpool នៅ Champions League តែ2025នេះដល់ពេលប៉ះជាមួយនឹងក្រុម Manchester United Final Game ដូចគ្នាគាត់ថាមួយ Champions League មួយ Europa League Spurs បំបាក់ក្រុម Manchester ក្រុមដែលជោគជ័យគឺក្រុម Man U នឹងគឺឲ្យទឹកភ្នែកយ៉ាងអាម៉ាស់នៅលើទឹកដីអេស្ប៉ាញនៅទីក្រុង Bilbao នេះហើយវាសោបញ្ជាក់ឲ្យឃើញថាតើបរាជ័យរបស់ Manchester United នឹងទទួលបានអ្វីខ្លះអានេះពូនិយាយកាត់ត្រុសរដូវកាលនេះ Man U ចាយលុយ$300 លានដើម្បីទិញកីឡាករចាយលុយប្រមាណបន្ថែមដូចជា$42 លានដើម្បីដោះដូរគ្រូវឹកយក Robin Amorim មកដឹកនាំ14ប្រកួតនៅ Europa League អត់ដែលចាញ់សោះចាញ់ទៅតែដល់ពេលមកចាញ់ដល់ពេលមកបរាជ័យនេះបរាជ័យចាញ់អាប្រកាសប្រកួតសំខាន់យុគមិញនៅ Europa League Final Game ប៉ះមួយ Spurs ទៅវិញជួប Spurs 4 ដងមិនដែលចាញ់មិនដែលឈ្នះ Spurs ទាល់តែសោះលើកទី5យុគមិញចាញ់ទៀតអានេះគឺជាបានយើងនិយាយពីប្រវត្តិខ្លះណាហើយរដូវកាលនេះទៀតសោត Man U នៅលេខទី10ហ្នឹង16យើងរាប់ចាប់ពីតារាង ranking របស់ English Premier League គិតត្រឹមសប្តាហ៍នេះអញ្ចឹងបានន័យថារដូវកាលនេះ Man U អត់ទាំងអស់ឆ្នាំក្រោយអត់បានលេងពីរង្វាន់ FIFA អឺរ៉ុបមួយណាទេសូម្បីតែ Conference League សូម្បីតែ Europa យើងបាច់និយាយដល់ UCL គឺអត់ទាំងអស់ហ្មងមិនធម្មតាទេណាក្លឹបដែលចាយលុយច្រើនជាងគេនៅអង់គ្លេសដល់ទៅ$300 លាន$300 លានដើម្បីទិញកីឡាករចូលថែម$32 លានទៀតដើម្បីយកគ្រូវឹកសញ្ជាតិប៉ូទុយហ្គាល់គឺលោក Robin Amorim ដឹកនាំក៏ប៉ុន្តែវានៅតែបរាជ័យហើយបើយើងនិយាយពីអ្នកគ្រប់គ្រងរបស់ Man U នៅអង់គ្លេសនៅខ្មែរវិញនិយាយពីអួតនេះពូភ្លាវនេះមួយជ្រួយនេះពីរសិតតែស្ដាច់អួតហើយក្រុមគេក្លឹបគេខ្លាំងមានអីមកផែនោះសួរមានអីមកផែឥឡូវ Spurs ស៊ូមើលហើយមានអត់ហើយថាមើលបើឲ្យមានអាយុមកសោះអញតិចមើលយុគមិញប្រាក់រង្វាន់ឈ្នះ Europa League Final Game ក្រុមជ័យលីពីបាន$72 លានច្រើនដែរគូសមដែរបាល់មូលមើលមិនឃើញហ្នឹងឯងអញ្ចឹងបានថាបាល់មូលមើលមិនឃើញកុំរំពឹងលើអា Man U ពេកជួយអញប្រាប់ឲ្យតើថាតាំងពីម្សិលហើយតើអញថាដេកបោះ Spurs ហើយអញថាដេកមែនមិនបាច់ចាំទៅវិភាគស្អីណាវែងឆ្ងាយណាជើងក្រោមឯណាបំរើប្រយុទ្ធវិភាគខ្មោចយកស្អីបាទ Man U លេងតែអញ្ចឹងហ្នឹង
ឥឡូវมันស្ពើលើពៀនមិនចឹងរ៉ូមេអូប៊ូសាវ៉ា fan គេអូនិយាយទៅ big fan គេនិយាយផ្សេងពូភ្លាវហ្មងគេតាំងពីថ្ងៃយើង dinner ថ្ងៃ dinner ម្សិលហ្នឹងអូគេ share ហាក់បានទឹកខ្មៅគេលើកគេនិយាយទៅគឺគេពេញនិយមខ្លាំងណាពូភ្លាវពូភ្លាវគេជឿជាក់ជ្រួញនោះគេ fan Man U ដូចគ្នាតែក្នុងចំណោម3នោះមានមួយទៀតរិចក៏ fan Man U ដែរតែក៏តអត់ខ្លាំងដែរมันខ្លាំងដែរដោយអាចជ្រួញនឹងពូភ្លាវហ្នឹងពូភ្លាវហ្នឹងឲ្យ Man U ពាក់តាំងបំបាយមកពាក់មួយខែជប់អាវមួយនឹងពាក់មិនខ្ចីដោះមកពូភ្លាវអាវ Man U សេរីចាស់ដៃវែងនេះពាក់អើយពាក់អញឆ្ងល់ថាមិនដោះពូមិនក៏មិនដោះថាមិនដោះទេស្រឡាញ់ណាស់យប់មិញទៅពេលដេករបស់ Man U ទៅមានអីដេករបស់ Spurs ទៅមានអីទៀតថាកុំស្រឡាញ់កុំទុកចិត្តអា Man U ពេកពូណាហើយអ្នកដែលគ្រប់គ្រង Man U អាចគិតបដាទៅបើថាដូរក្លឹបដូរអីក៏ដូរខ្លះទៅកុំទៅអោបកសោបមក Man U ពេកអាហ្នឹងវាធ្វើយើងទៅភ្នែកច្រើនណាស់ឥឡូវអាបើឯងគិតមើលឥឡូវបញ្ចប់លេខរៀងត្រឹមទី10 16ថា16ចុះឥឡូវសំមួយហ្គេមទៀត16 Spurs 17អាបីទៀតកាត់ចោលហើយគេប៊ីទាំងអញនិយាយមែនហើយសំថាឲ្យធ្លាក់ទៅតំបន់ត្រូវគេកាត់ចោលទៅទៅលេង Championship ហ្មងណាបើវាជ្រុលអញ្ចឹងហើយអា Spurs 17តែអា17គេបានលេង Champions League គេបានកៅអី direct ហ្មងទៅ Champions League លេងផ្លូវកាត់ណែអាយើងនេះហ្នឹងហើយអូនហើយកុំសាច់បងប្រយ័ត្នពីឆ្លងម្ដងម្នាក់ដេក Bosper ចង់លេងសើចឯណាជាមួយមន់ផ្លែដែកឯងបាទនេះពូជជុំផនអានេះវាយទៅពីក្រោយអានេះពូជវាបាននេះជុំផនល្អឆ្នាំហ្នឹងនិយាយថាក្លឹបដែលមាន logo បាក់សីឈ្នះទាំងអស់ហ្មងឥឡូវរៀបប្រទេសមួយ Chelsea បងកំពុងវាយដូរ logo ដាក់ចាប់ដាក់ឥឡូវនៅមកគូទៀត final game នៅ Conference League រៀបប្រទេសជួបជាមួយនឹង Chelsea ហើយយើងនៅសល់កម្មវិធីធំទៀតគឺ UEFA Champions League final game ដែលធ្វើឡើងនៅទីក្រុងនៃប្រទេសអាល្លឺម៉ង់គឺក្រុមបាល់ទាត់ Inter Milan ជួបជាមួយនឹងក្រុម Paris Saint-Germain វាហ្នឹងហើយនៅសល់តែ2ហ្នឹងឯងហើយ FIFA Club World Cup យើងដាក់លេខឥឡូវយើងបានហើយយើងកុំនិយាយរឿង Man U និយាយទៅវាគ្មានបានអីមកវិញដែរ